ហើយប្រពន្ធដើមមកវាយប្រពន្ធចុងហ្នឹងចុងក្រោយអាប្រពន្ធដើមជាប់គុកប្រពន្ធចុងនៅជាមួយប្តីហ្នឹងគឺយ៉ាងសុខដុមរមនាទៀតដោយសារតែយើងប្រព្រឹត្តអំពើផ្ដេសផ្ដាសក្មេងទំនើងណាដែលជាអនិច្ចជនណាប្រហោះម៉ូតូក៏ដោយទុកសក់វែងក៏ដោយណាយើងអត់អាចយកវិធីដូចសម័យបុរាណកាលយើងទៅសម័យ AI ហើយយើងអត់អាចទៅយកគ្នាមកកោរសក់មកគេហៅថាបកអាក្រាតជាសាធារណៈឲ្យដើរយួរកង់ម៉ូតូកង់មុខអញ្ចឹងឬក៏អត់កង់ឬក៏ជិះម៉ូតូធ្វើរបៀបដូចប្រហោះតែអត់មានម៉ូតូទេគឺសំដែងដើម្បីឲ្យគ្នាខូចកិត្តិយសសេចក្តីថ្លៃថ្នូរបង្អាប់ហើយគ្នាសុទ្ធតែក្មេងជាអនិច្ចជនទាំងអស់តាមពិតអាជ្ញាធរធ្វើបែបនេះគឺជាទម្លាប់ចាស់ហើយពីមុនធ្លាប់ធ្វើអញ្ចឹងបងប្អូនអ្នកច្បាប់យើងក៏ធ្លាប់លើកឡើងនៅក្នុងរដ្ឋសភាដែរពីមុនណាពីមុនយើងយូរហើយខ្មែរយើងមានអាច្បាប់មួយថាម៉ែឪវាយកូនបដៅកូនអត់ខុសប្រពន្ធដើមវាយប្រពន្ធចុងអត់ខុសច្បាប់យើងចែងអញ្ចឹងណាពីមុនណាប៉ុន្តែអាច្បាប់ហ្នឹងគេលុបចោលអស់ហើយវាអត់មានអ្នកណាមកវាយកូនបដៅអត់ខុសទេអំពើហិង្សានៅក្នុងគ្រួសារវាយបដៅកូនតាហ៊ានវាយដោយរំពាត់គឺយើងខុសហើយគឺយើងវាយធ្វើបាបកូនដោយអំពើហិង្សាបង្ករបួសស្នាមមានទោសជាប់គុកឪម៉ែក៏ដោយបងប្អូនគ្រូបង្រៀនក៏ដោយយើងអាចធ្វើអញ្ចឹងបានទេហើយប្រពន្ធដើមមកវាយប្រពន្ធចុងហ្នឹងចុងក្រោយអាប្រពន្ធដើមជាប់គុកប្រពន្ធចុងនៅជាមួយប្តីហ្នឹងគឺយ៉ាងសុខដុមរមនាទៀតដោយសារតែយើងប្រព្រឹត្តអំពើផ្ដេសផ្ដាសច្បាប់គេអត់មានកំណត់ឲ្យធ្វើអញ្ចឹងឥឡូវយើងទៅយកអាច្បាប់ចាស់តាំងពីសម័យណាមកប្រើទៅកោរសក់គ្នាកឆេកកឆោតហើយយកមកថតបង្ហោះតាម Facebook អានីតិជនណានៅស្រុកណាក៏ដូចស្រុកណាដែរកុំថាឡើយដល់បង្ហោះរូបធ្វើឲ្យគ្នាបាក់មុខបាក់មាត់អាម៉ាស់បែបហ្នឹងសូម្បីតែមុខហ្នឹងក៏គេមិនបង្ហាញផងលក្ខអត្តសញ្ញាណដើម្បីអីខួរក្បាលគ្នានៅក្មេងខ្ចីត្រូវការអប់រំកែប្រែដើម្បីឲ្យគ្នាល្អកុំឲ្យគ្នាខ្លាយទៅជាក្មេងខូចតែពេលបាក់ស្បាតណាគុំណាឈឺចាប់នឹងអ្វីដែលជាទង្វើរបស់អាជ្ញាធរក្មេងនឹងចេញមកអត់ល្អឲ្យគេទេគឺអាម៉ាស់ហើយមួយជីវិតនេះគឺកសាងខ្លួនអត់បានយើងគិតថាអូធ្វើបាបគ្នាបែបហ្នឹងគឺច្បាស់ជារៀងចាលអត់រៀងទេយើងកំពុងអង្គុយបក់ផ្សែងហើយអត់រួចភ្លើងទេក្មេងនេះនឹងកើតជំងឺសតិអារម្មណ៍អាម៉ាស់នៅក្នុងចំណោមមិត្តភ័ក្តិរបស់ខ្លួនចំណោមក្រុមគ្រួសារនិងសង្គមជាតិហើយយើងសង្ឃឹមថាគាត់កែអត់កែទេវិធីសាស្ត្របែបនេះគឺជាវិធីសាស្ត្របំផ្លាញឲ្យក្មេងកាន់តែប្រហើនហើយនឹងកាន់តែវក់ជាងមុនហើយសងសឹកទៀតខ្ញុំឃើញសង្គមគេច្រើនគេអត់ដែលធ្វើអញ្ចឹងទេបងប្អូនគេយកទៅអប់រំគេយកទៅណែនាំគេយកទៅធ្វើកិច្ចការសង្គមមួយចំនួនដូចថាម៉ោងសង្គមទៅជួយស្ម័គ្រចិត្តជួយការងារអ្នកគ្មានផ្ទះសម្បែងនៅឬការងារសហគមន៍ជួយបោសសម្អាតឬក៏លើកទុកដាក់ជួយចាស់ទុំចាស់ជរាណាទៅដើម្បីឲ្យគ្នាកសាងគេតម្លៃជួយសង្គមមកវិញហើយយើងយកទៅកោរសក់យើងយកទៅបកអាក្រាតយើងយកទៅធ្វើអីត្រូវហើយកាលពី100ឆ្នាំមុនតែច្បាប់ឥឡូវយើងធ្វើអញ្ចឹងយើងខុសហើយខ្ញុំអត់លើកទឹកចិត្តអញ្ចឹងសោះវាអាក្រក់មើលពេកខ្ញុំអត់គាំទ្រក្មេងទំនើងទេខ្ញុំស្អប់ដូចតែគ្នាហ្នឹងប៉ុន្តែយើងអត់អាចទៅធ្វើអញ្ចឹងចំពោះក្មេងទំនើងហើយយើងមានបានផលឯណាយើងគិតថាធ្វើអញ្ចឹងទៅក្មេងថយអត់មានថយឲ្យលីងកើនឡើងកាន់តែខ្លាំងជួនកាលអ្នកដដែលហ្នឹងមកប្រព្រឹត្តអំពើកាន់តែដោយសារអីគ្នាឈឺចាប់អាការឈឺចាប់ហ្នឹងធ្វើឲ្យដក់នៅក្នុងផ្នត់គំនិតយើងធ្វើឲ្យក្មេងហ្នឹងខូចបាត់ហើយក្មេងខូចមួយសារហើយខ្លាចជាក្មេងទំនើងដោយសារការសែបស៊ុបសែបគប់បនភឿនអីម៉ែឪបដៅមិនអស់សាលារៀនក៏បដៅមិនបានសង្គមក៏បដៅមិនបានច្បាប់ក៏អត់បានជួយអីអញ្ចឹងទៅដល់ពេលយើងធ្វើអញ្ចឹងវាជ្រុលហួសហេតុទៀតធ្វើឲ្យក្មេងហ្នឹងកាន់តែទំនើងកាន់តែធ្វើឲ្យសង្គមនេះមានការសងសឹកមានការដែលបាក់អាស្មារតីហ្នឹងចង់ធ្វើអីមួយដើម្បីឲ្យសាហាវព្រៃផ្សៃទៀតរឿងនេះអត់បានសូវបានផលទេបងប្អូនបើមិនសិនជាអាជ្ញាធរមានសមត្ថកិច្ចចាត់ទុកថារឿងនេះបានផលពីរឿងបកអាក្រាតបរិហាកោសក់ឬក៏ធ្វើឲ្យក្មេងលីម៉ូតូធ្វើដូចប្រហោះអីហ្នឹងដោយសារប្រហោះម៉ូតូឲ្យបានផលមកប្រាប់មើលថាតើបានផលប៉ុណ្ណាព្រោះតាំងពីធ្វើមកឃើញតែកើនឡើងច្រើនជាងហ្នឹងរហូតអញ្ចឹងហើយមាន Facebook ម្នាក់គាត់ថាការដែលចាប់ក្មេងទំនើងមិនគួរអប់រំបែបអវិជ្ជមានទេគឺយើងគួរតែមិនគួរដាក់ទណ្ឌកម្មបែបអវិជ្ជមានអញ្ចឹងទេយើងក្មេងមិនអាចកែបានទេបើធ្វើដូច្នេះគាត់ថាទណ្ឌកម្មអវិជ្ជមានដូចជាកោរសក់
សែងម៉ូតូឡាក់អីហ្នឹងអត់បានផលទេលោកថាគួរប្ដូរពីការដាក់ទណ្ឌកម្មបែបអវិជ្ជមានហ្នឹងមកជាការដាក់ទណ្ឌកម្មវិជ្ជមានវិញឧទាហរណ៍ទណ្ឌកម្មគឺផ្លាស់ប្ដូរដូចថាធ្វើសកម្មភាពលាងខួរក្បាលគាត់មិនមែនសកម្មភាពរាងកាយទេមានន័យថាការដាក់លក្ខខណ្ឌឲ្យគាត់រៀនសូត្រដូចជាអានសភៅតាមទំហំចំនួនទោសអញ្ចឹងទៅណាឆ្លើយសំណួរតាមទោសធ្វើតេស្តសំណួរប្រឡងឆ្លើយដូចថារៀនសូត្រដើម្បីឲ្យគាត់បានចំណេញអីអញ្ចឹងទៅរវាងការអប់រំគឺជាគំនិតមួយបានមួយជ្រុងទេគ្រូក៏អត់ជួយអីបានដែរអញ្ចឹងបានថាដូចថាមេប៉ុស្តិ៍ឃុំអីមិនត្រឹមតែចាប់បានហើយណែនាំរាក់ៗឲ្យប្អូនទៅវិញទេគឺពួកគេចំណាយ2 3 4ទៅ5ប៉ុស្តិ៍ហើយដើម្បីទទួលយកលក្ខខណ្ឌអវិជ្ជមានអាលក្ខខណ្ឌអវិជ្ជមានហ្នឹងមិនស្រួលទេអញ្ចឹងខ្ញុំថាសំណូមពរនេះគឺល្អដែរ